ជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះចូលជាមួយនឹងខ្ញុំសាជាថ្មីម្ដងទៀតហើយជាមួយនឹង clip vlog ប្រចាំថ្ងៃរបស់ខ្ញុំដែលបង្ហាញពីសកម្មភាពនៅក្នុងថ្ងៃនេះតែម្ដងមួយថ្ងៃពេញបាទអញ្ចឹងព្រលឹមឡើងបន្ទាប់ពីយើងធ្វើការងារយើងចុះមកពីសម្រានពេលល្ងាចមកយើងក៏យកចំណីយកកដើម្បីមកដាក់ឲ្យមាន់អញ្ចឹងអ្នកទាំងអស់គ្នាហើយមាន់នេះចិញ្ចឹមលក្ខណៈគ្រួសារទេហើយការចិញ្ចឹមហ្នឹងគឺมันមានទ្រង់អីស្អាតអីទេអ្នកនរគ្នាគឺគ្រាន់តែរៀបចំចិញ្ចឹមបែបលក្ខណៈគ្រួសារយើងចិញ្ចឹមបែបស្រុកស្រែណាហើយនេះនៅជុំវិញទ្រង់មាន់នេះគឺសុទ្ធតែព្រៃឈើធម្មជាតិដល់ពេលអញ្ចឹងទៅវាមានចាបមានអីយំអញ្ចឹងណាអាចចូលក្នុងសំឡេងវាជាប់នៅក្នុងវីដេអូរបស់ខ្ញុំអ្នកនរគ្នាអញ្ចឹងថ្ងៃនេះគឺជាថ្ងៃសៅរ៍ដែលយើងសម្រាប់ពីការងារអញ្ចឹងហើយខ្ញុំក៏ឆ្លៀតធ្វើវីដេអូខ្លីៗចែកជូនអ្នកនរគ្នាអំពីសកម្មភាពដែលយើងតែងតែធ្វើកន្លងមកបន្ទាប់ពីយើងសម្រាប់ពីការងារណាអញ្ចឹងខ្ញុំក៏ធ្វើការថតនៅសកម្មភាពដែលយើងឲ្យចំណីមាន់នេះហើយមាន់គឺអេមហ្មងគ្នាយើងបាទឃើញគួរឲ្យចង់ចិញ្ចឹមហ្មងពណ៌វាស្អាតបើអាកកវិញពណ៌សហើយបើមេវិញមានសមានតសក់មានអីចឹងណាអញ្ចឹងគឺស្អាតហ្នឹងមាន់នេះហើយខ្ញុំសាកល្បងក្នុងការចិញ្ចឹមទេអ្នកនរគ្នាមេប្រហែលជាជាង10អញ្ចឹងយើងមិនទាន់ដឹងថាយ៉ាងម៉េចយ៉ាងម៉ែណាហើយទ្រុងក៏នៅលក្ខណៈសាមញ្ញដែរយើងគ្រាន់តែពាត់លបងកុំឲ្យវាចេញញ៉ៃដើម្បីកុំឲ្យវាចេញទៅចឹកបន្លែចឹកអីដែលយើងដាំណាអ្នកនរគ្នាហើយសកម្មភាពថ្ងៃនេះគឺមួយថ្ងៃពេញតាំងពីព្រឹកដល់ល្ងាចតែម្ដងអញ្ចឹងខ្ញុំថតសកម្មភាពឲ្យចំណីមាន់នេះរៀងយូរបន្តិចណាអ្នកនរគ្នាបាទប្រហែលជាខ្ទង់2-3នាទីព្រោះដោយសារយើងថតទម្រាំតែមាន់វាចប់វាស៊ីអស់អញ្ចឹងណាអញ្ចឹងនេះគឺជា clip វីដេអូថ្មីមួយដែលខ្ញុំអត់ដែលធ្វើវាកន្លងមកទេខ្ញុំធ្លាប់តែថតខ្លីជូនបងប្អូនទស្សនាតែនេះយើងរួមបញ្ចូលគ្នាទាំងសកម្មភាពរាល់ដែលយើងធ្វើសកម្មភាពនៅក្នុងថ្ងៃនេះមិនថាធ្វើនៅចំការឬក៏សកម្មភាពឲ្យចំណីសត្វចិញ្ចឹមអីហ្នឹងគឺយើងបង្ហាញបងប្អូនទាំងអស់តែម្ដងអញ្ចឹងឥឡូវនេះគឺពេលវាមាន់ពេលវាទៅរៀបជួរគ្នាអញ្ចឹងស្អាតដែរតើបងប្អូនទាំងអស់គ្នាបាទហើយចិញ្ចឹមនេះមិនមែនចិញ្ចឹមសម្រាប់ខ្លែមទេបាទចិញ្ចឹមដើម្បីលម្អទេដោយសារតែខ្ញុំផ្ទាល់ខ្ញុំអត់ពេលដែលមានបុណ្យទានអីបងប្អូនមិត្តភក្តិមកលេងផ្ទះអីភាគច្រើនខ្ញុំទិញម្ហូបស្រាប់អីទេម្ហូបណាបងប្អូនអរគ្នាតែបើសិនជាមិត្តភក្តិអីគាត់ចង់ធ្វើហូបក៏ធ្វើទៅតែបើសម្រាប់គ្រួសាររបស់ខ្ញុំសម្រាប់ខ្ញុំគឺអត់ធ្វើទេហើយសួរថា cancel មែនបើ cancel មិន cancel ទេប៉ុន្តែអត់ធ្វើអញ្ចឹងឥឡូវយើងកាត់សកម្មភាពខ្លីៗប៉ុណ្ណឹងឥឡូវមកដល់ពេលយើងមកដាក់ទឹកបន្លែណាអ្នកនរគ្នាបាទហើយដំណាំរបស់ខ្ញុំហ្នឹងគឺមានតែខ្ទឹមសន្លឹកទេបាទហើយខ្ទឹមសន្លឹកហ្នឹងយើងបច្ចេកទេសថ្មីយើងដាំអត់ចាំបាច់អូសតាយ៉ូអូសអីសាច់អីដើម្បីឲ្យវាសើមអូសតាយ៉ូចូលតាមរងអីទេគឺយើងប្រើប្រព័ន្ធទឹកដែលគេហៅថាប្រព័ន្ធទឹកសាច់ណាអញ្ចឹងអ្នកនរគ្នាអាចទស្សនាបាននេះកម្ពស់វាសាច់បានប្រហែលជា2ទៅ3ម៉ែត្រ2ទៅ3ម៉ែត្រមួយខាងអញ្ចឹងបើយើងខ្ទឹម4រងយើងត្រូវដាក់តាយ៉ូ2ខ្សែអញ្ចឹងដើម្បីវាសប់ហើយខ្ទឹមសានេះគឺដាំប្រហែលជាខ្ទង់20រងជាងអ្នកទាំងអស់គ្នាបាទ20រងជាងទេអត់សូវបានច្រើននេះដោយសារតែរវល់ច្រើនពេកហើយនេះសកម្មភាពខ្ទឹមដែលអ្នកនរគ្នាកំពុងតែឃើញនេះគឺថាវាត្រឹមតែបាន2សប្តាហ៍ទេអ្នកនរគ្នាបាទអញ្ចឹងហើយវាអត់ទាន់បែកគុំខ្លាំងទេគ្រាន់តែវាចាប់ជើងឡើងខ្មៅក្រឹបតែម្ដងដោយសារយើងប្រើជីកប៉ុស្តិ៍ចឹងហើយស្មៅឡើងរឿងច្រើនប៉ុន្តែយើងកំពុងតែធ្វើការសម្អាតស្មៅហើយយើងអត់បាញ់ថ្នាំអីគឺយើងបោចស្មៅចោលតែម្ដងតែយើងបោចបានតែប្រហែលរងទេដោយសារតែមិនចាប់ដើមបោចណាហើយយើងប្រើជីកប៉ុស្តិ៍ដែលយើងផលិតផ្ទាល់ដៃអ្នកនរគ្នាអញ្ចឹងហើយវាសម្បូរស្មៅអញ្ចឹងហើយដោយសារយើងប្រើអាចគោប្រើផ
ផេះអង្កាមលេងមួយអាចគោដើម្បីបាចតាមរងអញ្ចឹងទៅវាល្អដែរធូរដីធូរអីដែរតែអ្នកនរគ្នាដឹងហើយថាអាចគោវាសម្បូរទៅដោយពពួកគ្រាប់ស្មៅអញ្ចឹងណាអញ្ចឹងហើយវាស្មៅរៀងច្រើនបន្តិចប៉ុន្តែដីយើងធូរអញ្ចឹងណាអូខេអញ្ចឹងគឺសកម្មភាពនេះគឺជាសកម្មភាពបន្ទាប់ពីយើងឲ្យចំណីមាន់រួចគឺយើងដាក់ទឹកខ្ទឹមយើងតែម្ដងហើយខ្ទឹមនេះគឺបើអាដាំហើយហ្នឹងបើនិយាយអាដាំហើយថ្មីនេះអ្នកនរគ្នាចាប់ពីខ្ញុំឈរទៅខាងម្ខាងទៀតហ្នឹងគឺជាង20រងណាអ្នកនរគ្នាហើយខ្ទឹមដោយឡែកតែខ្ទឹមល្មមលក់ក៏ដូចជាខ្ទឹមពូជហ្នឹងគឺនៅម្ខាងទៀតនៃដីភ្ជួរអញ្ចឹងតិចទៀតខ្ញុំនឹងបង្ហាញនៅដីនៅខ្ទឹមដែលយើងល្មមដកណាអញ្ចឹងខ្ទឹមនេះគឺយើងកំពុងតែថែពេញថែវាហើយកំពុងតែទៅការក្នុងការមមាញឹកក្នុងការសម្អាតស្មៅសម្អាតនៅតាន់ទេស្មៅជន់ខ្ទឹមយើងដើមល្អិតអីចឹងណាអូខេអ្នកទាំងអស់គ្នាអញ្ចឹងគឺថាមុខរបរអ្នកស្រែចម្ការយើងគឺមានប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាចិញ្ចឹមមាន់ចិញ្ចឹមទានៅក្បែរផ្ទះចឹងទៅចឹងហើយនឹងដាំបន្លែឥឡូវនេះយើងធ្វើការមកបើកទឹកអ្នកនរគ្នាយើងដើរមកបើកទឹកដោយសារយើងប្រើប្រព័ន្ធទីបចឹងហើយនេះយើងមកបើករមណីនេះហើយយើងទៅបិទរមណីខាងនោះហើយនឹងឯងគឺជាកន្លែងខ្ទឹមល្មមដកអ្នកនរគ្នាហើយយើងដកអស់ 4-5 រងណានេះយើងមកបិទអាកន្លែងខ្ទឹមមិញហ្នឹងយើងថតមិញហ្នឹងដើរមកបិទហ្នឹងមកតបមកយើងដើរទៅមើលអាខាងដែលយើងបើកវិញតើវាមិនដែរវាសាច់ល្អអត់អីចឹងណាឥឡូវយើងបើកម្ដង2រងអញ្ចឹងពេលដែលយើងបើករួចយើងនឹងមើលតើវាសាច់ល្អអីអត់ចឹងទៅពេលយើងបើកហើយយើងធ្វើតែបើកខាងឆ្វេងបិទខាងស្ដាំដើម្បីឲ្យកម្លាំងទឹកវាខ្លាំងអញ្ចឹងណាអញ្ចឹងនេះគឺជាសកម្មភាពដែលខ្ញុំតែងតែធ្វើជាប្រចាំថ្ងៃហើយនេះគឺជាបរិវេណកន្លែងខ្ទឹមដែលយើងល្មមដកជាមួយនឹងខ្ទឹមពូជរបស់យើងផងដែរខ្ទឹមពូជយើងនៅប្រហែលជាខ្ទង់ទាំងពូជទាំងតម្រូវលក់ហ្នឹងនៅខ្ទង់ 6-7 រងទេអ្នកនរគ្នាបាទអញ្ចឹងវាសល់តិចដែរទេប៉ុន្តែដីយើងភ្ជួរហើយកន្លែងដីភ្ជួរយើងត្រៀមលើករងដើម្បីដាក់ពូជខ្ទឹមហ្នឹងហើយអ្នកនរគ្នាហើយសកម្មភាពនេះគឺជាសកម្មភាពដែលយើងដើរដាក់ទឹកខ្ទឹមកណ្ដាលថ្ងៃក្តៅតែម្ដងហើយកាត់មកដល់កន្លែងនេះគឺយើងឈានមកដល់ពេលល្ងាចតែម្ដងរយៈពេលនេះខ្ទង់ម៉ោង 5 ជាងទៅហើយអ្នកទាំងអស់គ្នាដែលយើងមកមើលពីខ្ទឹមរបស់យើងដោយសារតែមុនហ្នឹងខ្ញុំថតពេលព្រឹកហើយដល់ឥឡូវខ្ញុំកាត់មកដល់ល្ងាចដោយសារពេលដាក់ទឹកពេលថ្ងៃម៉ោង 3 ម៉ោងអីហ្នឹងខ្ញុំភ្លេចថតអ្នកទាំងអស់គ្នាអញ្ចឹងហើយក៏កាត់មកដល់នេះគឺពេលល្ងាចតែម្ដងខ្ទង់ម៉ោង 5ហើយអញ្ចឹងអ្នកនរគ្នាដឹងហើយថាម៉ោង 5វាអត់ទាន់យប់ទេណាម៉ោង 5វានៅភ្លឺនៅឡើយទេបាទអ្នកនរគ្នាភ្លឺនៅឡើយទេហើយឥឡូវនេះយើងដើរមកមើលខ្ទឹមដែលស្មៅជន់បណ្ដើហើយអាខ្ទឹមខាងនោះមិញហ្នឹងគឺយើងដាំតែបាន1សប្តាហ៍តែខាងនេះបាន2សប្តាហ៍អញ្ចឹងហើយស្មៅវាឡើងលឿនណាដោយសារយើងបាចអាចគោច្រើនអញ្ចឹងយើងបាចអាចគោលេខផេះអង្កាមណាអ្នកនរគ្នាបើមានពេលខ្ញុំនឹងចេញវីដេអូកន្លែងផេះអង្កាមដែលខ្ញុំមានកន្លែងផេះអង្កាមដែលខ្ញុំដុតមានឡដុតផេះអង្កាមមានឡដុតអីចឹងដើម្បីលាយមកអាចគោអញ្ចឹងអ្នកនរគ្នាចាំមើលបើមានពេលអ្នកនរគ្នាបាទហើយនេះខ្ទឹមរបស់យើងបាទនេះអាដកស្មៅហើយគឺខ្មៅក្រឹបតែម្ដងប៉ុន្តែវាអត់ទាន់គុំធំទេប៉ុន្តែពេញយើងថែហើយប៉ុណ្ណេះយើងបោចស្មៅហើយបាចជីឬក៏បាចជីកប៉ុសយើងហ្នឹងពីលើកស៊ូហ្នឹងទៀតទៅគឺអេមហ្មងមិនមែនថាដាក់កស៊ូអញ្ចឹងហើយយើងបាចទ្របបាតហើយយើងអត់បាចពីលើកើតយើងបាចពីលើក៏បានដែរអ្នកនរគ្នាអត់បញ្ហាទេឲ្យតែអ្នកនរគ្នាមានជីកប៉ុសឬក៏ជីគីមីអ្នកនរគ្នាប្រើសម្រាប់ខ្ញុំប្រើតែជីកប៉ុសទេមិនថាបន្លែខ្ទឹមស្លឹកនេះឬក៏បន្លែត្រសក់បន្លែអីផ្សេងទេគឺភាគច្រើនគ្រួសារខ្ញុំដាំប្រើតែជីកប៉ុសទេអ្នកនរគ្នាជីកប៉ុសគឺធ្វើដោយខ្លួនឯងតែម្ដងណាទី1វាចំណែកតិចទី2វាសុវត្ថិភាពក្នុងការហូបចុកអញ្ចឹងណាអញ្ចឹងខ្ញុំគ្រួសារខ្ញុំដែលចាប់ផ្ដើមក្នុងការធ្វើចំការធ្វើដាំបន្លែដាំអីនេះគឺធ្វើយូរឆ្នាំហើយអ្នកទាំងអស់គ្នាតាំងពីខ្ទង់ឆ្នាំនិយាយតាំងខ្ញុំនៅតូចមកនិយាយឲ្យ
អឺពិតទៅគឺតាំងពីខ្ញុំអាយុខ្ទង់7 8ឆ្នាំឥឡូវខ្ញុំអាយុ29ហើយគឺឃើញតែប៉ាម៉ាក់ខ្ញុំគាត់នៅតែដាំដដែលបាទអ្នកនរគ្នាគាត់ដាំពួកអីដោយសារតែវាគ្រាន់បើដែរសម្រាប់យើងដាំជាប់លាប់យើងមានបច្ចេកទេសស្រួលបួលវាផ្ដល់ចំណូលឲ្យយើងគ្រាន់បើគួរសមដែរអញ្ចឹងអ្នកនរគ្នាហើយវីដេអូយើងក៏ឈានមកដល់ទីបញ្ចប់ដែរសម្រាប់អ្នកនរគ្នាដែលបានទស្សនាវីដេអូនេះក៏សូមអរគុណច្រើន